Ok មានសួរបងប្អូននេះបាទខ្ញុំបាទវិទ្យខ្ញុំគិតថាមានបងប្អូនមិនតិចទេដែលគាត់ឆ្ងល់ថាតើកន្លែង input RTA ម៉ៃនេះគឺយើងប្រើដើម្បីអីបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលកំពុងមាន processor DBX PA2 360ឬក៏260ក្នុងដៃបងប្អូនអាចអនុវត្តតាមវិធីសាស្ត្រនេះបានបងប្អូនបាទរបៀបប្រើប្រាស់ទៅលើប្រភេទ My RTA ដើម្បីធ្វើការ tuning system បងប្អូនទោះបីជា system បងប្អូនជា system ដែលយើងរៀបខ្លួនឯងយើងវាយខ្លួនឯងឬក៏ system ដែលយើងធ្វើខ្លួនឯងនៅខ្មែរក៏ដោយបងប្អូនបាទនៅពេលដែលយើងចេះកន្លែងនេះគឺយើងអាចជួយសម្រួល system យើងឲ្យបានសលេងល្អប្រសើរច្រើនបងប្អូនបាទអញ្ចឹងអ្វីដែលយើងទីមទីឲ្យមានគឺដាច់ខាតបងប្អូនត្រូវមានតែប្រភេទ My RTA បែបនេះMy RTA បែបនេះខ្ញុំអត់ប្រកាន់ទេបងប្អូនមាន brand អីប្រើ brand ហ្នឹងបងប្អូនតែបើសិនជាបងប្អូនចង់បាន DBX ដែលវាត្រូវគ្នាជាមួយនឹង processor របស់វាហ្មងខ្ញុំ recommend បងប្អូនប្រើ DBX RTA បងប្អូនmodel វាដូចជា DBX RTA-M បងប្អូនពួកនេះណាតម្លៃវាគឺ$105មាននៅ Nanosound Cambodia ទូទាំងប្រទេសខ្លីណាក៏បានដែរបងប្អូនបាទហើយយើងមានតែ processor មួយមកពោះការ connect គឺបងប្អូនឲ្យពុតខ្សែ XLR របស់យើងហ្នឹង input ចូលកន្លែង RTA មិចនៅលើ processor របស់បងប្អូនមកនៅពេលដែលដាក់ចូលទៅគឺវាស្គាល់អូតូម៉ាទិកបងប្អូនបាទដោយសារតែ input នៅកន្លែងនេះវា support 48V ស្រាប់សម្រាប់បងប្អូនប្រើឈ្មោះប្រភេទ My RTA My RTA វាខុសពី My យើងធម្មតាដោយសារតែ My នេះគឺជាប្រភេទ flat microphone អញ្ចឹងវាអត់មាន boost វាអត់មានកាត់សលេង frame កង់បងប្អូននៅចន្លោះណាទេហើយក៏អត់មានលើសនៅកន្លែងណាឲ្យខ្លាំងដែលបងប្អូនពិបាកនឹងធ្វើដែរបងប្អូនបាទប្រភេទនេះគឺសម្រាប់យើង tuning system យើងធ្វើ system យើងឲ្យ flat ឲ្យល្អគឺយើងទាមទារប្រភេទមានប្រភេទ My នេះបងប្អូនអូខេអញ្ចឹងសម្រាប់បងប្អូនដែលរៀប sound ខ្លួនឯងឬក៏បងប្អូនដែលអត់មានបទពិសោធន៍ទៅលើការ tuning system ពីមុនមកសោះមើលវីដេអូនេះបងប្អូនគិតថាខ្ញុំគិតថាបងប្អូនអាចធ្វើវាខ្លួនឯងបានបងប្អូនវាអាចប្រសើរជាងមុនបងប្អូនដោយសារតែពីមុនយើងថ្លឹងសលេងយើងអាងទៅលើការចងចាំការស្ដាប់របស់យើងជាក់ស្ដែងតែអត់ប៉ុន្តែយើងអាចយកភាព secret នៃសលេងភាពល្អឬក៏មិនល្អយើងអាចជឿយើងនៅស្មានគីឡូបានបងប្អូនអត់អាចទេអញ្ចឹងយើងត្រូវការមានអ្នកអាននេះគឺជាអ្នកអាន frame កង់ហើយវានឹងបញ្ជូន frame កង់ទាំងអស់ហ្នឹងមកឲ្យ processor ហើយ processor នឹងបំលែង frame កង់ដែលវាចាប់បានហ្នឹងទៅជា digital ដែលបង្ហាញលើអេក្រង់នេះអាចឲ្យបងប្អូនស្រួលមើលថាតើវាបាត់គីឡូណាវាលើសគីឡូណាអញ្ចឹងកន្លែងណាបងប្អូនត្រូវកាត់កន្លែងណាបងប្អូនត្រូវថែមអញ្ចឹងនៅលើនេះវាមានមុខងារហ្នឹងមកស្រាប់បងប្អូនគ្រាន់តែប្រើឲ្យត្រូវ set របស់វាទៅគឺអាចធ្វើកន្លែងហ្នឹងបានហើយអត់ចាំបាច់ហៅអ្នកណាមកជួយធ្វើ system បងប្អូនបងប្អូនអាចធ្វើដោយខ្លួនឯងបានបងប្អូនអូខេអញ្ចឹងកុំឲ្យខាតពេលតាមដានវីដេអូគ្នាអូខេបងប្អូនឥឡូវហ្នឹងគឺខ្ញុំរៀបចំហើយអញ្ចឹងអ្វីដែលខ្ញុំត្រូវមានគឺខ្ញុំមាន mic stand សម្រាប់ដាក់ microphone របស់ខ្ញុំអញ្ចឹងនេះគឺជា microphone របស់ខ្ញុំដែលខ្ញុំដាក់ពីមុខ microphone ទៅដល់ speaker របស់ខ្ញុំនោះគឺមានប្រវែងពីមុខនេះទៅដល់ធុង speaker គឺ1 ម៉ែត្របងប្អូនជាទូទៅនៅក្នុងការ tuning ដើម្បីធ្វើវាឲ្យប្រសើរ secret ស្រួលធ្វើគឺកម្រិតពីម៉ៃទៅដល់ speaker 1 ម៉ែត្រហើយបើចង់ឲ្យល្អជាងហ្នឹងបងប្អូនអាចដាក់ផ្ទាល់លើកដីបងប្អូនបាទអាហ្នឹងបានវា secret wave លើកដោយសារវាធ្វើការជាមួយនឹងមានកំណើដីធ្វើការជាផ្ទៃរាបស្មើអញ្ចឹងណាបងប្អូនបាទប៉ុន្តែបើសិនជាបងប្អូនធ្វើអញ្ចឹងក៏បានដែរហើយបងប្អូនធ្វើនៅខាងក្រៅបើសិនជាឲ្យបងប្អូនច្រើនបងប្អូនធ្វើវាមួយសិនមកដើម្បីរកភាពលំអៀងនៃហើយរបស់យើងសិនបន្ទាប់មកបានយើងយកដាក់ចូលធុងហើយធ្វើ master បងប្អូនអូខេតោះឥឡូវកុំឲ្យនិយាយវែងឆ្ងាយយ៉ាងហ្នឹងអញ្ចឹងធុងរបស់ខ្ញុំនេះជាប្រភេទ ampli ជាប់អញ្ចឹងខ្ញុំបោះតែ signal ឲ្យវាទៅលឺហើយខ្សែ RTA របស់ខ្ញុំoutput របស់វាមកនេះចូលផ្នែកខាងមុខនៃ DBX ហើយ output ពី DBX របស់ខ្ញុំគឺខ្ញុំប្រើoutput តែមួយខ្សែទេ output ចេញទៅចូលធុងបាសរបស់ខ្ញុំបងប្អូនឃើញទេអូខេអញ្ចឹងយើងមកដល់ PA2 របស់យើងវិញបងប្អូនបាទមកដល់ PA2 របស់យើងបងប្អូនចូលហើយយើងបែកចិនសិនកុំឲ្យបងប្អូនច្រឡំអូខេអញ្ចឹងមកដល់ PA2 របស់យើងអានេះ preset បងប្អូនប្រើអីប្រើទៅប៉ុន្តែវាធ្វើ RTA តែមួយបងប្អូនអូខេអញ្ចឹងបងប្អូនចុចមកចុចពីថា RTA ពេលបងប្អូនចុចទៅវាលោតភ្លើងពណ៌បៃតងចេះអញ្ចឹងនៅក្នុង screen របស់បងប្អូនវានឹងលោតមកបែបនេះបងប្អូនអញ្ចឹងនៅពេលដែលបងប្អូន scroll ចុះក្រោមវានឹងលោតឲ្យមាន function មួយចំនួននៅក្នុងហ្នឹងវាមាន red នេះវាមាន slow វាមាន slow មាន fast នេះគឺជាតម្លៃ RTA ដែលវាលោតមកវាលឿនបងប្អូនហើយបើ slow នេះវាលោតមកវាយឺតអញ្ចឹងបើសិនជាវាលឿនពេកបងប្អូនពិបាកនឹងកំណត់សម្គាល់ថាវាលឿនឬក៏ក្បាលនិយាយសូវយល់ពិបាកអានបងប្អូនអញ្ចឹង recommend ប្រើ slow
hay grab offset នេះគឺពាក់ព័ន្ធជាមួយនឹងតម្លៃ gain input របស់ microphone នេះបងប្អូនបើសិនជាវានៅក្រោមពេកពិបាកមើលបងប្អូនបើក gain វាឡើងមកបងប្អូនទី1ទី2បើសិនជាបងប្អូននៅគៀកធុងជាដូចខ្ញុំនៅមុខធុងគៀកពេកអញ្ចឹងថ្លង់អារៀងពិបាកទ្រាំបងប្អូនអញ្ចឹងខ្ញុំត្រូវ offset gain ឡើងមកបងប្អូនឡើង 3dB អញ្ចឹងទៅចាក់បងប្អូនកន្លែងនេះគឺជាកន្លែងបើក gain microphone របស់ OTA បងប្អូនណាបងប្អូនអញ្ចឹងយើងអត់ច្បាច់បើក speaker យើងខ្លាំងពេកទេដោយសារយើងគៀកធុងយើងបើកមុំទៅអញ្ចឹងសលេងដែលវាអានមកគឺវាអានបានដិតជាងយើងអត់បើកបងប្អូនអូខេហើយយើងចុះក្រោមមកតិចមាន grab tab អញ្ចឹងអានេះវាមាន6 grab មាន6 tab របស់យើងកន្លែងនេះបងប្អូនគិតថាមួយណាស្រួលអានបងប្អូនយកមួយហ្នឹងតែខ្ញុំ recommend ឲ្យយកលេខ1មូលហេតុដែលឲ្យយកលេខ1ខ្ញុំនឹងប្រាប់នៅពេលដែលយើងធ្វើ GEQ បងប្អូនណាអូខេអញ្ចឹងយើង scroll ចុះក្រោមតិចវាមានពាក្យថា grab hole នេះគឺវា hole pick អញ្ចឹងកាលណាកន្លែងណាតែវាលើសវាឡើងដល់ pick ទៅវាធ្លាក់ទៅវិញលឿនទេកាលណាបងប្អូនយក delay time វានេះយកតូចពេកវាឡើងធ្លាក់វាលឿនអញ្ចឹងបងប្អូនបាក់កាត់សម្គាល់ឬក៏ពិបាកអានវាធ្លាក់លឿនពេកអញ្ចឹងបងប្អូន hold វា2 second អញ្ចឹងទៅបងប្អូនអូខេឬ1 second ក៏បានដែរកុំឲ្យវានៅ hold យូរពេកដើម្បីវាតែកន្លែងដែលវាឡើងតែកន្លែងវាធ្លាក់យើងបាក់អានវិញបងប្អូនអញ្ចឹងតែក៏មិន1ឬក៏1/5ទៅប៉ណ្ណឹងបងប្អូនចុះមកក្រោមតិចទៀតវាមានដាក់signal generator អញ្ចឹង signal generator វាមាន ping នេះពាក្យពេញវិញគឺ ping noise ដែលយើងហៅថា balance noise ឬក៏ balance sound ហ្នឹងបងប្អូនអញ្ចឹងវាមានពី low ដល់ high ហ្នឹងវាលឺស្មើគ្នាទាំងអស់បងប្អូនបាទហើយបន្តមកវាមាន wide noise នេះគឺវាធ្វើការតែទៅលើ high frequency ទេអញ្ចឹងអានេះ speaker វាសម្រាប់យើងរក frequency របស់ high បងប្អូនបាទដល់ឡែកយើងធ្វើ sound របស់យើងវា two way អញ្ចឹងវាមាន high វាមាន low បងប្អូនអញ្ចឹងត្រូវអត់អញ្ចឹង recommend ឲ្យបងប្អូនប្រើ ping noise នេះ ping noise click ហើយមុន scroll ចុះក្រោមអូខេនៅកន្លែង signal amplitude នេះគឺពាក់ព័ន្ធជាមួយនឹងកម្រិតសលេងដែលយើងបោះ output ទៅធុងរបស់យើងនោះវាបោះទៅនឹងប៉ុណ្ណាបងប្អូនដូចខ្ញុំចេះខ្ញុំនៅគៀកអញ្ចឹងនៅពេលដែលខ្ញុំបោះទៅខ្លាំងវាលឺចេញមកវាយើងពិបាកធំអញ្ចឹងខ្ញុំបើក offset gain វិញបូក 3dB បងថាអត់អញ្ចឹងកន្លែងនេះខ្ញុំ recommend ឲ្យបងប្អូនបើកយើងស្ដាប់ជាក់ស្ដែងណាបងប្អូនចន្លោះពីដក30 29 28ចឹងតែបើសិនយើងធ្វើឲ្យត្រូវហ្មងគឺដក24នៅកន្លែងនេះវាស្មើនឹង 0dB output នៅលើ mixer បងប្អូនបាទប៉ុន្តែអានេះបើខ្ញុំប្លែកមកគឺលឺខ្លាំងហ្មងយើងពិបាកទ្រាំបងប្អូនពិបាកទ្រាំមកចាំមើលខ្ញុំសាកឧទាហរណ៍បងប្អូនចាំមើលណាអូខេបងប្អូនឃើញពិបាកទ្រាំអត់ដោយសារតែយើងបើក ping noise យើងត្រូវការធ្វើ U នៅមុខធុងអញ្ចឹងយើងប្រកាសជា security អីបាទអញ្ចឹងខ្ញុំ recommend បងប្អូនយកត្រឹមដក30អីទៅនេះដក30អីទៅដើម្បីយើងអង្គុយមុខធុងយូរយើងអត់មានអារម្មណ៍ឈឺក្បាលបងប្អូនអូខេអញ្ចឹងដក30ទៅលើប៉ុណ្នេះអូខេអញ្ចឹងបងប្អូនមកដកកាន់តែច្រើនសលេងវាកាន់តែធ្លាក់តែបើវាធ្លាក់ពេកបងប្អូនអានអត់ដាច់ទេឃើញអត់ដោយសារតែវាឡើងក្រាបឲ្យយើងអានអញ្ចឹងយើងបើកហ្មងបើយើងស្រួលអានមកអូខេអញ្ចឹងខ្ញុំយកត្រឹមដក28ដោយសារតែខ្ញុំយកដក28មូលហេតុខ្ញុំចង់ធៀបកម្ពស់ដែលវាឡើងនេះធៀបជាមួយបន្ទាត់ចុចលេខ2នេះអញ្ចឹងកាលណាដែលវាលើសបន្ទាត់ចុចលេខ2ហ្នឹងស្មើនឹងវាលើស frame កង់បើសិនជាវាក្រោមហ្នឹងស្មើនឹងវាបាត់ frame កង់គឺខ្ញុំកំណត់សង្កល់យកអញ្ចឹងបងប្អូនអូខេតោះឥឡូវកម្រិតម៉ៃខ្ញុំប៉ុណ្ណឹងខ្ញុំ offset gain 3dB ខ្ញុំបើក amplitude signal របស់ខ្ញុំទៅដក 28dB ហើយនៅពេលបងប្អូនបើក signal amplitude នេះហើយគឺនៅលើនេះវាមាន signal output automatic ហ្មងនេះចេះគាត់ on off mute មកគឺវាចេញសលេងហើយអូខេអញ្ចឹងអានេះធុងខ្ញុំល្អស្រាប់ទេបងប្អូនបាទដោយសារតែជាស្អីបងប្អូនខ្ញុំអត់មានធុងវាយបើមានធុងវាយចាក់ស្ដែងខ្ញុំនឹងឧទាហរណ៍ចាក់ស្ដែងតែនេះសារធុងស៊ីនអញ្ចឹងធុងស៊ីនវាល្អមកស្រាប់ហើយបងប្អូនអញ្ចឹងនៅក្នុងនេះវាប្រកាសជាមានលើសខ្លះដោយសារតែបរិយាកាសក្នុងហាងរបស់ខ្ញុំហ្នឹងគឺវាលើស frame កង់នឹងស្រាប់អញ្ចឹងវាបុកជាមួយនឹងតម្លៃ frame កង់ដែលមានសាប់ចេញពី speaker មកគឺវាលើសហើយបងប្អូនបាទវាលើសហើយបងប្អូនអាចចាប់អារម្មណ៍ថា
ទីតាំងមួយចំនួនគឺវាមាន frame កង់នឹងស្រាប់អញ្ចឹងនៅពេលដែលវាត្រួត frame កង់ថ្មីផ្សេងទៀតអា frame កង់ដែលមានស្រាប់ហ្នឹងវានឹងបូកបន្ថែមអញ្ចឹងវានឹងធ្វើឲ្យលើសបងប្អូនឆ្ងល់ថា speaker ល្អហើយពីរោងចក្រមក flat អីមិនចាំបាច់តែការធ្វើ tuning ទៀតអញ្ចឹងសង្ខេបមកវិញសលេងអត់ដូចគ្នាទេណាបងប្អូននៅទីតាំងផ្សេងគ្នាបរិយាកាសខុសគ្នាគឺសលេងផ្សេងគ្នាអញ្ចឹងទីតាំងរបស់ខ្ញុំនេះគឺវាលើសលេងហើយស្រាប់ហើយចប់គួបផ្សំនឹងបើកម៉ាស៊ីនត្រជាក់ទៀតអញ្ចឹងសលេងហើយវាលើយើងខ្លាំងគ្រាន់បានដែរវាលើប្រហែលជា2ឬក៏3កាសខ្ញុំនឹងបង្ហាញបងប្អូនកន្លែងលើអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញខ្ញុំយកបន្ទាត់នេះបន្ទាត់ទី2នេះជាផលធៀបអញ្ចឹងបើសិនជាកន្លែង frame កង់ណាឡើងដល់ហ្នឹងគឺខ្ញុំកំណត់ថាវាលើបើខំនឹងតិចតិចខ្ញុំកំណត់ថាវាល្មមយកបានចឹងខ្ញុំលើស5ចង្កឹះហើយខ្ញុំរាប់ថាលើស5ចង្កឹះដោយសារយើងគិតចាប់ពី 1K 1.5K នេះរហូតដល់ 20K នេះអញ្ចឹងចាប់ពី 1K ឡើងគឺជាប្រភេទ frame កង់ដែលយើងស្ដាប់ទៅហឹងចាក់តិចឈឺតិចអញ្ចឹងខ្ញុំនឹងធ្វើពីលើមកក្រោមធ្វើពី high មក low បងប្អូនដេញពីលើមកក្រោមណាបងប្អូនតោះតែយើងធ្វើអញ្ចឹងទើបយើងទទួលបានលទ្ធផលប្រសើរហើយលឿនងាយនឹងទទួលបានលទ្ធផលបងប្អូនអូខេអញ្ចឹងបងខ្ញុំមិនលើស5ចង្កឹះហើយបងប្អូនឆ្ងល់ថាបងមិនក៏យើងអានមួយយូរហ្នឹងវាធ្លាក់លឿនម៉េះអញ្ចឹងអាហ្នឹងវាពាក់ព័ន្ធជាមួយនឹងកន្លែងនេះបងប្អូនកន្លែង hole មិញនេះអញ្ចឹងកន្លែងនេះបងប្អូន hole យករៀងយូរតិចមកវានៅជាប់យូរដែរហើយចាំមើលខ្ញុំយក5មកខ្ញុំបលែង1 3នេះបងប្អូនធ្លាក់ signal គឺវានៅយូរហើយនៅ hole យូរហើយបងប្អូនឃើញទេអូខេអញ្ចឹងអា hole នឹងឯងបងប្អូនដែលយើងស្រួលអាន frame កង់ហើយខ្ញុំកំណត់យកមិញលើស5បងប្អូនត្រូវអត់តោះឥឡូវយើងទៅធ្វើទាំងអស់គ្នាហើយមូលហេតុអីបានខ្ញុំយកfrequency type ឬក៏ grade type នេះខ្ញុំយកលេខ1នេះលេខ1ដោយសារតែលេខ1ហ្នឹងគឺវាដូចជាមួយនឹង GQ របស់យើងដែលមាន31ចង្កឹះនៅក្នុងហ្នឹងអញ្ចឹងនេះបងប្អូនអាចចង្កឹះតូចនេះចង្កឹះតូចនេះបងប្អូននេះតម្លៃលេខរបស់វាមានរហូត31ចង្កឹះដូចគ្នាអញ្ចឹងអាហ្នឹងគឺវាប្រាប់តម្លៃ frame កង់យើងនៅពេលយើងធ្វើ GQ បងប្អូនអាហ្នឹងណាគឺវាស្រួលអត់តោះឥឡូវបងប្អូនទៅមើលសារថ្មីកុំភ្លេចភ្នែកណាខ្ញុំកាត់ពី 20Hz មកដល់ 20K មកដល់ 20Hz បងប្អូន 20K ហ្នឹងគឺ20គីឡូបងប្អូន20គីឡូតោះចឹងខ្ញុំឃើញថានៅក្នុងframe កង់លេខ 12.5K នេះវាលោតឡើងផុតពី 8K ហើយផុតពី 20K កន្លែង 12.5K ចឹងមានថាចង្កឹះនៅកន្លែងហ្នឹងគឺវារៀងចាក់តិចបងប្អូនរៀងហឹងហើយអញ្ចឹងខ្ញុំចូលទៅ GQ បងប្អូនចុច GQ មកបងប្អូនអត់ចាំបាច់ចុច RTA left ចេញវិញទេបងប្អូនអញ្ចឹងយើងអាចដូរទៅដូរមកឆ្លាស់ទៅឆ្លាស់មកបាននៅលើហ្នឹងអញ្ចឹងពេលខ្ញុំចុច GQ ចេញចេះហើយបើសិនជាខ្ញុំចុច RTA មកវាមកចេះវិញចុចមកវាមកចេះវិញអញ្ចឹងបងប្អូនអាចឆ្លាស់ទៅឆ្លាស់មកបានចេះបងឃើញអត់ឃើញលឿនហ្នឹងអូខេអញ្ចឹងខ្ញុំចូល GQ នៅកន្លែងចំណុច 12.5K នេះអញ្ចឹងខ្ញុំមូលហើយមុននឹងមូលបងប្អូនទៅបើកនៅមើលខាងលើសិននៅកន្លែង grab នេះបងប្អូនកន្លែង graphic នេះ graphic EQ នេះបងប្អូនកុំភ្លេច on វាណានេះកុំភ្លេច on អានេះបើសិនជាយើង off យើងធ្វើវាអត់ស៊ីទេបងប្អូនបាទហើយពាក់ព័ន្ធជាមួយនឹង quick curve នេះគឺវាឲ្យ preset មកយើងមក6ស្រាប់អញ្ចឹង1 2 flat នេះគឺវាស្មើបន្ទាត់ត្រង់ចេះហើយ mic band គឺវាមាន boost low ឡើង low mid ចុះហើយនឹង high តម្លាក់វាមាន spec នេះសម្រាប់យើងនិយាយperform នេះសម្រាប់យើង live band បងប្អូនហើយមាន DJ អញ្ចឹងវាមាន preset ឲ្យយើងស្រាប់ប៉ុន្តែជាទូទៅ preset កម្រិតត្រូវណាបងប្អូនដោយសារតែវាធ្វើមកតម្រូវធំស៊ីនភាគច្រើនអញ្ចឹងយើងថយក្រោយវិញយើងយក manual គឺយើងធ្វើតដល់ដៃ click ប៉ុណ្ណឹងហើយយើង scroll ចុះក្រោមនេះដល់ពេលយើង scroll ទៅវាមានបន្ទាត់ឈរនេះមួយអង្កលអញ្ចឹងខ្ញុំអង្កលឲ្យបន្ទាត់ច្រើនរហូតមកដល់ឡើង 12.5K នេះដល់ 12.5K មកនេះមកដល់ឡើង 12.5K នេះលេខនៅលើ frame កង់វាប្រាប់យើង 12.5K ចេះបងប្អូនครับអញ្ចឹងយើងចង់ដឹងថាតើវាលើសប៉ុណ្ណាគួរដកប៉ុណ្ណាខ្ញុំចូល RTA ខ្ញុំ unmute សារថ្មីហើយខ្ញុំមើលថាវាលើសប៉ុណ្ណាខ្ញុំ estimate ទៅលើសប្រហែលជា 1dB អីទេអញ្ចឹងខ្ញុំចូល GQ វិញខ្ញុំដកដល់ 1dB មក click 1
độ 1 dB nó chẳng 1 dB cứ phân năng hay dương mà mơ grab bao dương tại là nè bông phong còn cho OTA máu ta cái này nó bị lẹ ọt tao nhầm ăn dữ chẳng độ 1 dB không bông phong bị lẹ máu balance kia chỉ mỗi năng chất mà pay K với nhật chẳng bà sân chia cả lại năng bông bông đoạn tích tiết sẽ lấy hay bao giờ nó bị căn tỏ soft chẳng nhom sẽ lánh bạp sẽ lấy soft chẳng nhom độ môi cả lại chẳng nhom cho chi chu bên nhom vĩnh cho bạ máu nhiều cả lại độ môi đi biến nhiều môi cả lại ok phần to bị độ phần năng hái nhom cho o thì ế nhom ăn nhiều hay nhom mềm đòn tiệt ta phần năng nhom ok này ok chân xẹp giống pan năng chỉ nhom ok ấy lại đọc PK ní vì mình lên cây khăn bì tế ở bàn tay dương nó sao bây giờ cơ tiệt cứ chỉ cơ chả PK đó phèm K này nông trở lại nó cứ vì mình lên bây giờ cơ mày vì lên ở tầm lại phải con bây chùm nói tiệt để dương thực độ vì chẳng năng phồn bạn cái lại ní cam na dương ở tầm độ vì tế sẽ lên tranh máu vì sẽ lên vì chặt chị á bông phồn sẽ lấy vì hiện hấn á chả mới vì lên vì nào đó là lịch màn chẳng vì lên cái lại bay khe chạy đọc pram chỉ là năng mà chỉ có tiết hay năng pram khe vì lên bay chỉ có năng trắng nhâm trôi từ chỉ chú hỡi nhưng mà rồi một pram chỉ có năng đọc pram chỉ sang bốn đi nhưng mà thôi máu lại pram khe với mấy lên bông còn đã trong click lên bia muối nhộng đỏ bia lên hạ chỉ muốn năng lại đọc khe mà này cho những đỏ bia mùi chạy pram nhầm scroll cho khổm vô mà lại bật tông check đi check hai chữ 3K là 4K ní nhầm đọ vi mua check pram tiết nhầm scroll mà lại 3K check đọc pram nhầm đọ vi mua check pram tiết tỏ lại từ tiên tôi là tập hòn nó phải đi dựng độ hai tới ta ở phía ban tàu xa rồi phải đi dựng trong bạn ở flat này nhầm cho thế nhầm ăn nhiều ok bọn sầm ép nhóm á flat bên năng cái nhóm vô ba này bọn vô ba này hơi trở lại pi bằng bảy rồi mà thầm rồi mà phải pram ní cái lại ní bông phôn cắt cọ bán mình cắt cọ bàn bàn tay bờ sân dịp bông chiền giờ tới chiền cào ok chiền ấy nè bông phôn cắt liền tịch màu tịch tới bán này bàn tay bờ sân dịp bông vô từ liên bển ở trong bách cắt thì sờ lên nơi nó cứ sờ lên ba đi bờ bồ co bờ phết bộ sờ lên tông bờ phết ba đi bộ sờ lên snare cứ nơi cái lại nắng bông phôn chẳng lại ní bông phôn cắt cả bàn tay sầm ép nhóm cứ cho mặt cắt thì tại bờ sân dịp bông cắt hai óc sờ lên lại nó viên lột lang pích vì lư hình rắn vì lư hình cái bóng cắt màu ok chẳng ở ti ho cứ mình là pan nắng chẳng nó phải đi dân phơi vào pan nắng hói mà bồn ní store máu chẳng ở đây nhom sale vô pan nắng á nè nhom sale vô pan nắng chẳng chỉ siêu bao nhóm cắt môi pi bảy buồn nhom tha phèm chỉ có từ bốn bàn tay cái lại vào 7K ní nhom mặt cắt thì cái lại 7K ní cana để dân cắt tới sẽ lấy microphone bao nhiêu sẽ lấy đam co cho sợ nó việc sư slack của bồn chẳng mặt cắt để nhom vô và đang nhom vô đồn chẳng dân phơi pan nắng dân store máu nhom bồn môi pi 7 chẳng bông cho việc bật phơi cho máu video chẳng bị lột cho preset bao nhiêu về nhầm phone bắn to pi bông phone sẽ chất thải dương vô pan năng hái dương store hái bông phone complex nè mau lại o thì a nắng dương bật signal generator vinh đi bông phone dương bật vinh nè canal dương mình bật thế để Vinamin signal tranh từ lầu Vinamin tranh từ lầu chẳng tờ dương bật bởi vì mình bật đến lực cho là hồn mong chẳng một con click lưu vía độ 60 dB cho được bác kia đam xịn máu dương scroll online từ lớn lấy đã sâu này kia bên máu offset gain vẹn con của nâng ca đồng hồ signal cho microphone mà kia nè rồi chẳng dương pan năng máu lên ai vậy off máu rồi còn thế lại đứng complex off nè bà sẽ niệm on off phía tế của Vinamin signal tranh tới thò mà đà niệm vào bên này lưu chơi niệm lưu tích chơi hot đạch ngạt thì chẳng lại năng tầm một off phía màu off phía check bọ máu thay store vì mất này mũi pi 7 đạch chẳng bộ play tới ngạt này nhé ok chẳng video ní mình là phần nắng vi riêng với những vốn tại sao tại vì chỉ mê riêng tại bông bồn mơ
មួយស្កប់មួយស្កប់មួយឲ្យធ្វើតាមទៅយើងគាត់ថានៅទទួលបានលទ្ធផលប្រសើរបងប្អូនប្រសើរវាគ្រាន់បើយើងអត់ធ្វើអីសោះហើយយើងអត់ចាំបាច់ហៅគេមកជួយទេយើងអាចធ្វើ system របស់យើងខ្លួនឯងបានបងប្អូនអូខេអរគុណច្រើនបងប្អូនបាយមានចង្កល់បងប្អូនអាច comment ក្រោមវីដេអូបងប្អូនបាយបងប្អូន